របៀបបង្កើត server នៅក្នុង website Ethernos លោកអ្នកចុចពាក្យថា create លោកមកដល់ត្រង់នេះលោកអ្នកមើលថាតើលោកអ្នកចង់បាន server ប្រភេទណាចង់បាន Java ឬក៏ Bedrock បើសិនជាលោកអ្នកចង់បាន Bedrock លោកអ្នកចុចកន្លែង Bedrock ហើយលោកអ្នកមើលខាងក្រោមនេះគឺជាកន្លែងដាក់ឈ្មោះ server របស់យើងហើយនៅខាងក្រោមឈ្មោះ server របស់យើងគឺជា caption server របស់យើងបើសិនជាលោកអ្នកមិនធ្វើការអីទេលោកអ្នកចុចពាក្យថា create មកដល់ត្រង់នេះលោកអ្នកចុចពាក្យថា skip លោកបងប្អូនមកដល់ត្រង់នេះហើយបងប្អូនអូសចុះក្រោមហើយរកពាក្យថា version តែបងរួមមានរស្មីធម្មពលក្រុមយ៉ាងបងបានពីរួមផ្លៃស្នាមញញឹមដាក់អូនផ្ដល់ ចុច change version លោកមកដល់ត្រង់នេះបងប្អូនរកនៅ version ដែលត្រូវការលេងលោកចុចហើយបងប្អូនចុចថាចុច reinstall បន្តទៀតលោកចុចហើយបងប្អូនចុចថា world ហើយបន្តមកទៀតបងប្អូនរកពាក្យថា generate រួចចុចនៅលើពាក្យថា generate លោកមកដល់នេះបងប្អូនអាចធ្វើការដាក់ឈ្មោះ world name របស់យើងក៏បានឧទាហរណ៍យើងខ្ញុំដាក់ example បងយងមេជាសាស័យយកតន្ត្រីជាផតតាមយកទឹកស្មោះទាំងប្រមាណដែលបេះដូងបងដាក់រៀងគ្រីមកត្រាត្រង់កន្លែងនេះគឺជា seed ដែលយើងចង់ដាក់ថាតើយើងដាក់ seed មួយណាដែលជាគោលដៅរបស់យើងឧទាហរណ៍ខ្ញុំដាក់ seed example ដូចគ្នាត្រង់នេះគឺជា world type តើយើងចង់លេងមួយណាប្រភេទធម្មតាឬក៏ប្រភេទ flat បើយើងចង់លេងប្រភេទធម្មតាយើងចុចមករួចចុច generate លុះរួចហើយលោកអ្នកចុចថា option ពេលមកដល់កន្លែង option ហើយបងប្អូនរកមើលពាក្យថា grade បើសិនមកវាបិទយើងចុចបើកវាទៅហើយខាងលើពីនេះមាន slot និង game mode ដែល slot នេះគឺជាការសម្រាប់ផ្ទុក player នៅក្នុង server របស់យើងតែយើងចង់ផ្ទុកមិនហើយកន្លែង game mode នេះគឺជា game mode survival creative adventure តែយើងចង់លេងប្រភេទមួយនេះចុចមួយនឹងទៅលោកមកដល់នេះហើយបងប្អូនអូសចុះក្រោមរកពាក្យថា address ហើយនិងពាក្យថា port ព្រោះបងប្អូនចុច copy ដើម្បីឲ្យមិត្តភ័ក្តិរបស់យើងចូលក្នុង server របស់យើងហើយបងប្អូនអាច copy port មួយទៀតដើម្បីឲ្យមិត្តភ័ក្តិរបស់យើងចូលលេងបានដូចគ្នាពីព្រោះថាទាំងពីរនេះសំខាន់ដូចយើងបើក server ដែលយើងចុចពាក្យថា start ហើយយើងចុចសញ្ញាគ្រីសបបតងទៅនោះ server របស់យើងនឹងបើកហើយ